នេះគឺជាកម្ពុជាក្លិនសម្រាប់បាញ់ទៅដេកដោយតែគេនិយាយមែនអត់ Yves Saint Laurent La Nuit de L'Homme គឺជាទឹកអប់មួយដែលខ្ញុំឃើញគេល្បីក្នុង TikTok មែនតើថាជាក្លិនមួយដែលតាក់ទាញរៀងផ្អែមកក់ក្ដៅរៀងហឹរស័ក្តិសមមែនតើសម្រាប់ការបាញ់ទៅដេកអញ្ចឹងណាចឹងខ្ញុំចង់នៅតើក្លិនវាគឺដូចគេនិយាយល្អដូចគេនិយាយមែនអត់ហើយយើងមកតេស្តក្លិនវាទាំងអស់គ្នាថាវាល្អដល់ប៉ុណ្ណាដែរអូក្លិននេះបាញ់មកដំបូងគឺហឹរក្លិនខាដាមំខ្លាំងហ្មងណាអញ្ចឹងខាដាមំគឺជាក្លិនហឹរមួយដែលវារៀងហឹរក៏ប៉ុន្តែរៀងផ្អែមវាផ្អែមរៀងហឹរសតុនដែរហើយមកសតុះមកវាមានក្លិនបែបរៀង aromatic អានេះគឺ aromatic ខ្លាំងហ្មងវារៀងប្រហើរអញ្ចឹងណាហើយមានក្លិនឈើនៅtrongកន្ទុយផងដែររៀងមានក្លិន lavender តិចក្នុងនឹងដូចគ្នាហើយវាមានអារម្មណ៍ថាហឹររៀងកក់ក្ដៅ warm spicy ហ្នឹងហើយក៏មានរៀងថៃរៀងស្រស់ស្រាយតិចtrongកន្ទុយអូក្លិននេះគឺលយមែនតើបាញ់មកគឺយើងមានអារម្មណ៍ថាភាពជាបរោះគឺខ្លាំងតែម្ដងខ្លួននេះហើយសម័យថាមនុស្សដែលបាញ់អានេះគឺជាមនុស្សដែលរៀងមានភាពចាស់ទុំក្នុងហ្នឹងអត់សូវលេងសើចច្រើនគឺម៉ាត់ហ្នឹងហ្មងណាគឺជាមនុស្សដែលមានភាពតាក់ទាញទៅផងក្នុងនេះអ្នកដែលបាញ់អានេះសម្រាប់ក្លិនវាគឺខ្ញុំទទួលស្គាល់ថាដូចគេនិយាយមែនគឺវាលយហ្មងវា seductive តាក់ទាញ attractive ហ្មង first impression rating ខ្ញុំឲ្យអានេះបាន9លើ10ក្លិនសម្រាប់ក្លិនវាគឺខ្ញុំចូលចិត្តវាមែនតើវាអូបាញ់មកមានអារម្មណ៍ថាចង់នៅក្បែរគេហ្មងអ្នកដែលបាញ់ក្លិននេះណាតែគ្រាន់តែថាអានេះខ្ញុំលើកគេថាភាពជាប់ភាពរបស់វារៀងស្ទើរដោយសារវាជា all the toilet ហើយវាចេញយូរហើយការចំនួនមុនគេអត់សូវ focus លើអាភាពជាប់ភាពហ្នឹងណាគេ focus លើក្លិនអីចឹងណាហ្នឹងហើយអញ្ចឹង stay tuned for the full review អ្នកទាំងអស់គ្នា